lúc đó saiឡើងនៅពេលដែលនាងរំដួលបានដើរមកពីផ្សារតែម្នាក់ឯងក៏ត្រូវបានបុរសបាត់មុខម្នាក់មកទប់ច្រមុះរបស់នាងឲ្យនាងដួលសន្លប់ហើយក៏នាំនាងចាកចេញទៅចំណែកឯនៅក្នុងផ្ទះរបស់លោកមេភូមិឡុងវិញមានក្រុមចោរមួយក្រុមបានចូលមកប្លន់រឹបអូសយកទ្រព្យសម្បត្តិនិងមានបំណងចង់ឆក់យកជីវិតរបស់លោកមេភូមិផងដែរនៅពេលដែលក្រុមចោរចូលទៅដល់ក្នុងបន្ទប់របស់លោកមេភូមិគាត់បានស្រែកថាពួកឯងនៅឯណាមានចោរចូលផ្ទះឮហើយចោរនោះក៏បានសើចចំអកឲ្យលោកមេភូមិវិញដោយគ្មាននរណាអើពើនឹងការស្រែកហៅរបស់លោកមេភូមិគាត់ក៏ស្រវាទាញដាវរបស់ខ្លួនមកប្រយុទ្ធតទល់នឹងចោរម្នាក់នោះនៅខណៈពេលដែលដាវរបស់ចោរនិងលោកមេភូមិទង្គិចគ្នាជាប់នាងទេវីក៏បានលេចមុខចេញមកពីខាងក្រោយហើយចាក់លោកមេភូមិមួយកបិតបណ្ដាឲ្យរងរបួសយ៉ាងដំណំបន្ទាប់មកដាវរបស់ចោរក៏បានក្រវះឆោតស្មារបស់លោកមេភូមិម្ដងទៀតលោកមេភូមិក៏លាន់មាត់ថាទេវីកូនមិនដេចក៏កូនធ្វើបែបនេះភ្លាមនោះទេវីក៏បានឆ្លើយថាយើងមិនមែនជាកូនរបស់ឯងទេឯងគឺជាឃាតករសម្លាប់ម្ដាយនិងឪពុករបស់យើងខ្ញុំរងចាំឱកាសនេះជាយូរមកហើយលោកមេភូមិព្យាយាមតបតែជឿចាប់ថានេះកូននិយាយរឿងអីពុកមិនបានធ្វើរឿងទាំងអស់នេះនោះទេឪពុករបស់កូនគឺស្លាប់នៅក្នុងសង្គ្រាមចំណែកឯម្ដាយរបស់កូនគឺស្លាប់ដោយសារចោរប្លន់ពុកខំចិញ្ចឹមកូនហេតុអីបានជាកូនហ៊ានលើកដៃសម្រាប់ពុកទៅវិញលើភ្លាមនាងទេវីក៏តបទាំងខឹងបាត់មាត់ទៅអាកញ្ចាស់ពុកយើងស្លាប់ក្នុងសង្គ្រាមមិនដោយសារតែឯងជាអ្នកនាំគាត់ទៅឬក៏យ៉ាងម៉េចចំណែកឯចោរដែលផ្លាស់ម្ដាយយើងនោះគឺជាឯងសម្រាប់ម្ដាយយើងហើយយកយើងមកចិញ្ចឹមសម្ដែងធ្វើជាឪពុកល្អនៅក្នុងភ្នែកគេគ្រប់គ្នាគិតតែខ្ញុំមិនដឹងមែនឬស្ដាប់ហើយលោកមេភូមិក៏បានបន្តបដិសេធថានេះកូនដឹងរឿងនេះពីណាមកពុកមិនបានធ្វើទេចោរដែលចូលមកក្នុងផ្ទះរបស់លោកមេភូមិក៏បានដោះស្រាយមុខចេញចោរនោះគឺជានិយមនោះឯងបន្ទាប់មកក្រោយពីបានស្ដាប់ឮរឿងរ៉ាវទាំងអស់និយមក៏បានបន្ថែមថាចោះរឿងដាក់សពាវុធចូលទៅរាជធានីស្រឡប់ដនតីពិជ័យព្រះនគរយ៉ាងណាវិញទៅលោកមេភូមិលោកមានទំនាក់ទំនងជាមួយនឹងរាជការជាយូរណាស់មកហើយលោកបានធ្វើឲ្យឪពុករបស់ទេវីស្លាប់នៅក្នុងសង្គ្រាមព្រោះតែលោកចង់បានគុណសម្បត្តិពីព្រះរាជាហើយសម្រាប់ម្ដាយរបស់ទេវីដើម្បីផ្លាន់យកទ្រព្យសម្បត្តិមិនតែប៉ុណ្ណោះលោកបានជាឆ្លៀតចិញ្ចឹមកូនគេដើម្បីកសាងកេរ្តិ៍ឈ្មោះល្អទៀតផងនេះឬជាទង្វើរបស់មនុស្សល្អស្ដាប់ហើយទេវីក៏បានបន្ថែមថានេះឯងពិតជាអាក្រក់ខ្លាំងណាស់ដំរីងាប់យកចង្អេរទៅបាំងគិតថាលាក់ចិត្តមែនទេមិត្តស៊ីមិត្តដូចជាលោកឯងនេះមិនសមនឹងរស់នៅលើលោកនេះទេយើងខំអត់ទ្រាំខ្លាំងណាស់ខំហាំឯងគោរពឯងជាឪពុកជាង15ឆ្នាំមកនេះនិយាយហើយនិយមក៏បានចាប់ដៃទាំងពីររបស់លោកមេភូមិឲ្យនាងទេវីចាក់គាត់នឹងកំបិតតាមចិត្តរបស់នាងរហូតដល់លោកមេភូមិបានបាត់បង់ជីវិតភ្លាមគ្រានោះនិយមក៏បានប្រឡែងដៃលោកមេភូមិឲ្យដួលដេកផ្ទាល់ទៅនឹងរនាបចំណែកឯនាងទេវីកំពុងតែកាន់កំបិតដែលប្រឡាក់ដោយឈាមកំពុងតែរីករាយនឹងជ័យជំនះរបស់ខ្លួនភ្លាមនោះនិយមក៏បានដើរទៅផ្នែកម្ខាងនៃផ្ទះហើយបានស្រែកថាជួយផងកូនស្រីសម្លាប់ឪពុកខ្លួនឯងលោកមេភូមិស្លាប់ហើយលើភ្លាមនាងទេវីហាក់ភ្ញាក់ខ្លួនព្រឹកហើយក៏និយាយថាអាចចម្រៃហ
ហ៊ានលេងស្និទ្ធនេះជាមួយខ្ញុំផងមែនទេឮហើយនិយមក៏បានសើចចាប់ពីពេលនេះតទៅគេគ្រប់គ្នានឹងដឹងថាលោកមេភូមិឡុងគឺត្រូវកូនស្រីរបស់ខ្លួនសម្លាប់